ប្រទេសកម្ពុជានិងសៀមតើមួយណាទទួលសាសនាព្រះពុទ្ធមុនគេដើម្បីឆ្លើយសំណួរទាំងនេះសូមបងប្អូនត្រឡប់ទៅស្ដាប់ប្រវត្តិសាស្ត្រខាងក្រោមនេះសាសនាព្រះពុទ្ធបានចែកចាយចេញពីឥណ្ឌាតាំងពីសតវត្សទី3មុនគ្រិស្តសករាជនៅពេលនោះព្រះអសោកមហារាជបានផ្ញើព្រះសង្ឃនិងសាវកចេញទៅចែកចាយព្រះធម៌ទៅកាន់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍នៅក្នុងឯកសារបុរាណគេបានចែងជាពីរសវណ្ណភូមិដែលជាតំបន់ឥណ្ឌូចិននិងមេគង្គអ្នកស្រាវជ្រាវភាគច្រើនទទួលស្គាល់ថាតំបន់នោះជាផ្នែកនៃអាណាចក្រខ្មែរនិងតំបន់សវណ្ណបុរីនៅភាគត្បូងកម្ពុជាសាសនាព្រះពុទ្ធបានចូលមកដល់តំបន់ខ្មែរតាំងពីប្រហែលសតវត្សទី3មុនគ្រិស្តសករាជដល់សតវត្សទី1នៃគ្រិស្តសករាជហើយកម្ពុជាក៏ក្លាយជាមជ្ឈមណ្ឌលសាសនាព្រះពុទ្ធនៅអាស៊ីអាគ្នេយ៍ការបញ្ជាក់មួយគឺប្រាសាទបុរាណនិងចម្លាក់សិលាដែលបង្ហាញពីរូបព្រះពុទ្ធត្រូវបានរកឃើញនៅតំបន់កម្ពុជានិងតំបន់ជិតខាងតាំងពីសតវត្សដើមមកម្ល៉េះចំណែកសៀមឬថៃកាលនោះមិនទាន់មានជារដ្ឋជាតិច្បាស់ឡើយតំបន់នោះមានអរិយធម៌ដូចជាដវារវេហិចន្លោះសតវត្សទី6ដល់ទី11អរិយធម៌នេះទទួលសាសនាព្រះពុទ្ធតាមឥទ្ធិពលពីខ្មែរនិងឥណ្ឌាប៉ុន្តែជាតិសៀមដោយខ្លួនឯងទើបលេចឡើងក្រោយមកនៅសតវត្សទី13ជាមួយអាណាចក្រសូហ្វូវេនៅពេលនោះព្រះបាទរាមឥន្ទ្រាទី1ទើបទទួលពុទ្ធសាសនាមកថែរក្សានិងគោរពសពថ្ងៃពីស្រីលង្កាតាមរយៈកម្ពុជានិងព្រះសង្ឃខ្មែរនោះបង្ហាញយ៉ាងច្បាស់ថាខ្មែរគឺជាជាតិដែលទទួលសាសនាព្រះពុទ្ធមុនសៀមជាច្រើនសតវត្សខ្មែរមានសាសនាព្រះពុទ្ធតាំងពីសម័យបុរាណមុនពេលសៀមកើតឡើងជាជាតិសាសន៍បាននិយាយជាផ្លូវការទៀតសៀមទើបមានពុទ្ធសាសនាជាសាសនាជាតិនៅសតវត្សទី13បន្ទាប់ពីខ្មែរទទួលបានរួចរាល់ជាច្រើនរយឆ្នាំនេះជាភស្តុតាងថាប្រទេសកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយសាសនាព្រះពុទ្ធតាំងពីដើមហើយជាកេរដំណែលដ៏អស្ចារ្យមួយរបស់ជាតិខ្មែរចែករំលែកបន្តដើម្បីចំណេះដឹងក្មេងជំនាន់ក្រោយសូមអរគុណសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបង់ញើន Line Shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ាមួយផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353